อันนี้คือជាប្រៀបม้วนចាមកគូទៀតបងប្អូនចាតែមកគូនេះគឺគេបានពងបានញាស់កូនញាស់អីឡើងប៉ុណ្ណាណីចង់ស្មើនឹងមេវាបងប្អូនណាចាធំណាបងប្អូនចាសបុកមុនគឺអត់ជាប់ទេប៉ុន្តែសបុកក្រោយនេះគឺជាប់ទាំងពីរបងប្អូនចាធំណាប៉ុន្តែវាអត់តន់ជាស៊ីចំណៃទេបងប្អូនណាចាចឹងហើយវានៅឲ្យមេវាបញ្ចុកឡើយទេចាំពេលណាដែលវាចេះស៊ីចំណៃខ្លួនឯងខ្ញុំនឹងបបែកវាទៅដាក់ទ្រុងមួយទៀតកុំឲ្យឆ្អៀតចឹងណាបងប្អូនចាព្រោះលើដាក់ឲ្យវានៅដេកជាប់នៅក្នុងទ្រុងមួយម៉ែឲ្យវាសិនចាំពេលវាចេះស៊ីចេះអីដល់ខ្លួនឯងគឺខ្ញុំចាប់ផ្ដើមមកបំបែកវាចេញហើយព្រោះបើសិនជាវាអត់តន់ចេះស៊ីចំណៃបើសិនជាយើងបំបែកវាទៅអាចធ្វើឲ្យវាងាប់អីចឹងណាចាក្លៀនចឹងទៅងាប់អាចងាប់បានចឹងហើយកុំតបំបែកវាចាំមើលពេលណាដែលវាចេះស៊ីចំណៃខ្លួនឯងចាំយើងចាប់ផ្ដើមបំបែកវាចេញទៅបងប្អូនចាហើយនេះក៏ខ្ញុំបានដាក់ចំណៃឲ្យដូចគ្នាបងប្អូនចាធំណាបងប្អូនអើយមិនប្រៀបធម្មតាទេគេហៅប្រៀបមាន់អញ្ចឹងវាធំដូចមាន់អញ្ចឹងណាបងប្អូនចាឲ្យពណ៌វាស្អាតដែរបងប្អូននៅចាមានពណ៌សមានពណ៌ប្រផេះពណ៌ត្នោតអីចឹងណាចាអញ្ចឹងបងប្អូនស្រឡាញ់គូណាពណ៌ណាអីអាចជ្រើសរើសទិញបានអញ្ចឹងណាបងប្អូនចាហើយនេះខ្ញុំទៅទិញយកមកដាក់ប្រហែលបាន2គូអីហ្នឹងឯងពូនចាំយកកូនយកពងអីចឹងណាចឹងហើយពេលដែលវាពងបានច្រើនកូនបានច្រើនអីបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់ទិញយកទៅចិញ្ចឹមតអាចតាក់ទងមកបានណាបងប្អូនចាអរគុណបងប្អូនដែលចូលទស្សនានៅវីដេអូបងប្អូនស្រឡាញ់ចូលចិត្តសូមជួយ Subscribe ឲ្យ YouTube ខ្ញុំម្នាក់មួយផងបងប្អូនណាដើម្បីខ្ញុំចេញវីដេអូថ្មីជូនបងប្អូនបន្ថែមទៀតអូខេអរគុណសូមជម្រាបលា